ប្រាក់និងសេចក្តីសុខជារឿងដាច់ដោយឡែកពីគ្នាប្រាក់អាចទិញអ្វីដែលធ្វើឲ្យយើងកាន់តែមានសេចក្តីសុខប៉ុន្តែយើងមិនគួរកំណត់សេចក្តីសុខស្ថិតលើទឹកប្រាក់ក្នុងហោប៉ៅឡើយចូលកុំព្យាយាមប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែសន្សំលុយឲ្យបាន$1 លានឬមានឡានប្រណិតមួយគ្រឿងសិនទើបខ្ញុំមានសេចក្តីសុខត្រង់នេះយើងក៏ដឹងដែរថាមានអ្នកក្ររាប់លានអ្នកនៅលើផែនដីដែលមានសេចក្តីសុខនិងសប្បាយរីករាយចំពោះអ្វីដែលខ្លួនគេមាននៅពេលដែលយើងកំពុងតែតាំងចិត្តតាំងកាយដើម្បីរកប្រាក់ឲ្យបានច្រើននោះក្រោយពេលចេញពីការងារក៏កុំភ្លេចរកសេចក្តីសុខឲ្យខ្លួនឯងខ្លះផងដូចជាទៅស្ដាប់ចម្រៀងជ្រើសរើសការងារពិសេសដែលចូលចិត្តសម្លឹងរកសេចក្តីសុខបែបងាយមានសេចក្តីសុខជាមួយនឹងដំណើរជីវិតរាល់ថ្ងៃយើងមុខជាបានទទួលជោគជ័យក្នុងការងារជាមិនខានម្យ៉ាងទៀតយើងក៏មានជីវិតផ្ទាល់ខ្លួនដែលមានសេចក្តីសុខគួរឲ្យច្រណែនផងដែរតាមចិត្តខ្លះការផ្ដល់កាដូបន្តិចបន្តួចឲ្យខ្លួនឯងគឺជាកម្លាំងជំរុញឲ្យឧបសគ្គទាំងឡាយកន្លងផុតទៅកាន់តែងាយប្រសិនបើថ្ងៃណាក៏ជាថ្ងៃដែលយើងនឿយហត់និងអស់កម្លាំងស្ទើរតែចង់ដួលនោះចូលផ្ដល់រង្វាន់ឲ្យខ្លួនឯងដោយការញ៉ាំការ៉េមមួយកូនចានឬនំខេកប្រហែល2ទៅ3ម៉ាត់ដើម្បីទុកជារង្វាន់ឲ្យខ្លួនឯងខ្លះការធ្វើដូច្នេះទោះបីជាយើងត្រូវប្រឈមនឹងការឡើងទម្ងន់ដែលកំពុងតែសម្រក់រាងយ៉ាងតឹងតែងទៅក៏ដោយប៉ុន្តែថ្ងៃនេះដើម្បីលួងលោមចិត្តនិងផ្ដល់រង្វាន់ឲ្យខ្លួនយើងផងនោះយើងគួរបរិភោគដើម្បីបំបត្តិភាពនឿយហត់និងអារម្មណ៍អាប់អួរទាំងពួងដោយរងចាំថ្ងៃស្អែកសូមយើងត្រឡប់មកចូលរួមកម្មវិធីបញ្ចុះទម្ងន់នេះបន្តទៅទៀតសូមច្បាប់ឈប់សម្រាកជីវិតត្រូវប្រព្រឹត្តទៅមុខច្រើនឆ្នាំទៀតកុំឲ្យជីវិតក្នុងមួយថ្ងៃមកកំណត់ពេលវេលាមួយភាគដែលសល់ទាំងអស់នៃជីវិតឲ្យសោះយើងត្រូវរៀនសម្រាលខ្លួនឯងឲ្យឆ្លៀតធ្វើរកភាពស្រស់ស្រាយផ្សេងក្នុងជីវិតខ្លះចាប់ផ្ដើមស្វែងរកសេចក្តីសុខតាមបែបងាយតាំងពីជាមួយសមាជិកក្នុងគ្រួសារមនុស្សជាទីស្រឡាញ់ឬសត្វចិញ្ចឹមដែលធ្លាប់ស្នាក់ថ្នមតាំងពីវានៅតូចនឹងត្រូវរកសកម្មភាពថ្មីធ្វើពេលនោះយើងច្បាស់ជាមានអារម្មណ៍ថាយើងក៏អាចធ្វើអ្វីបានច្រើនយ៉ាងដែររហូតដល់ប្លែកខ្លួនឯងទៀតផងជ្រើសរើសការទទួលទូរស័ព្ទកុំបណ្តែតបណ្ដោយឲ្យធ្លាក់ខ្លួនជាទេសកលនៃព័ត៌មានតែត្រូវតែទទួលស្គាល់ថាក្នុងបច្ចុប្បន្នទូរស័ព្ទដៃបានក្លាយទៅជាបច្ច័យទី6សម្រាប់យើងទៅហើយអ្នកខ្លះអាចជជែកតាមទូរស័ព្ទបានពេញមួយថ្ងៃភាគច្រើនជជែករឿងពីនេះពីនោះដោយមិនចេះចប់ជួនកាលយើងក៏មានអារម្មណ៍ជជែកជាមួយនឹងមិត្តភ័ក្តិហោហែរាប់ម៉ោងជួនកាលយើងក៏ចង់នៅស្ងៀមស្ងាត់ប្រើគំនិតខ្លួនឯងដោយមិនត្រូវការជជែកជាមួយអ្នកណាឡើយដូច្នេះយើងមិនចាំបាច់លើកទូរស័ព្ទក្នុងពេលដែលយើងមិនចង់ទទួលនោះទេគឺត្រូវតែផ្ដល់អំណាចឲ្យខ្លួនឯងក្នុងការសម្រេចចិត្តថាតើត្រូវចង់ជជែកក្នុងពេលនេះដើរឬយ៉ាងណា